ok សម្រាប់បងប្អូនដៃថ្មីដែរកំពុងប្រើប្រាស់នៅលើ Windows 11 Pro បាទអ្នកទាំងអស់គ្នាអត់ដឹងថាកន្លែងយើងបដូរ keyboard ខ្មែរទៅអង់គ្លេសទៅខ្មែរនៅកន្លែងណាបាទអ្នកទាំងអស់គ្នាអាចពិនិត្យហើយតាមដានជាមួយវីដេអូនេះបានចាំខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីគន្លឹះក្នុងការដាក់ keyboard ខ្មែរជាមួយនឹង keyboard អង់គ្លេសនៅលើកុំព្យូទ័ររបស់យើងចឹងអ្នកនរអាចចូលមកតាមខ្ញុំបាទពីរបៀបគឺយើងអាចចូលទៅក្នុង setting ក៏បានហើយចូលទៅក្នុង time and language ហើយអ្នកនរពិនិត្យមើលនៅត្រង់កន្លែង language and region ចុចលើវាមួយមកហើយអ្នកនរមើលនៅត្រង់កន្លែង add a language កន្លែងនេះបាទដោយសារតែ keyboard មិញគឺយើងមានតែអង់គ្លេសតែមួយទេឥឡូវយើង search កន្លែងនេះមកលឿនយើង search ទៅរកខ្មែរភាសាខ្មែររបស់យើងបាទយើងចុចលើវាមួយមកហើយយើងចុច next ខាងក្រោមនេះអញ្ចឹងបានន័យថាបើសិនជាកុំព្យូទ័ររបស់យើងអត់ឃើញភាសាខ្មែរបានន័យថាយើងអត់បាន install ទៅឡើង keyboard ខ្មែររបស់យើងចូលទៅក្នុង Windows របស់យើងនឹងទេអញ្ចឹងអ្នកនរគ្នាចុច install តាមខ្ញុំមកបាទ install ហ្នឹងអ្នកនរគ្នាត្រូវរងចាំវារហូតវាកំពុងតែធ្វើការទៅឡើងកញ្ចប់ font ខ្មែររបស់យើងចូលហើយអញ្ចឹងយើងរងចាំរហូតដល់វាទៅឡើងពេញអូខេកាលណាពេញអ្នកទាំងអស់គ្នានឹងឃើញបែបនេះបាទវាលោតខ្មែរ keyboard របស់យើងខាងក្រោមនេះហើយអញ្ចឹងបានពីអង់គ្លេសផងខ្មែរផងចាអត់តន់អស់ទេអ្នកទាំងអស់គ្នាត្រូវចុចត្រង់កន្លែងក្រប3ខាងនេះហើយចុច language នេះមកបន្តមកទៀតយើងពិនិត្យមើលបាទយើងតឡើងយើង install រួចរាល់ហើយអ្វីយើងគួរធ្វើបន្ទាប់គឺយើងមកមើលខាងក្រោមនេះបាទយើងចុចត្រង់កន្លែង add a keyboard អ្នកទាំងអស់គ្នាselectយកត្រង់កន្លែងខ្មែរនេះដែរបាទជាទូទៅគឺយើងប្រើប្រាស់ខ្មែរនេះដែរហ្នឹងស្រួលប្រើជាងគេអញ្ចឹងខ្ញុំសូមលុប keyboard ខ្មែរនេះមួយចេញបាទអញ្ចឹងយើងប្រើប្រាស់តែខ្មែរនេះដែរនឹងបានហើយបន្តមកយើងថយក្រោយវិញមកអូខេអញ្ចឹងអ្នកនរពិនិត្យមើលបាទនេះគឺជា keyboard បាទអ្នកនរ switch ចុះ switch ឡើងទៅគឺមានតែខ្មែរហើយនិងអង់គ្លេសទេបាទអ្នកនរអាចដាក់វាទៅក្រោមក៏បានដាក់វាទៅលើខាងលើក៏បានដែរឥឡូវអ្នកនរសាកធ្វើការតេស្តបាទយើងចុចខាងក្រោមនេះវិញយើងនឹងឃើញហើយមានខ្មែរមានអង់គ្លេសអូខេអញ្ចឹងអានេះយើងអាច select បានយើងអាច switch បានអ្នកទាំងអស់គ្នាគ្រាន់តែចុចត្រង់កន្លែងណា Alt ជាមួយ Shift មែនបដូរ keyboard បដូរ font keyboard បាទអ្នកទាំងអស់គ្នាចុច Alt switch ជាមួយ Alt ហ្នឹងមកវាផ្លាស់ប្ដូរហើយចង់ដឹងថាវាដើរឬមិនដើរយើងអាចចូលបាទនេះខ្ញុំសុំ dismiss ខ្វែងវាចោលទៅចង់ដឹងថាដើរឬមិនដើរអ្នកទាំងអស់គ្នាអាចចូលទៅកាន់ website ឬក៏ចូលទៅកាន់ YouTube បាទដើម្បីធ្វើការវាយអក្សរមកអូខេឃើញទេប៉ុណ្ណឹងរួចរាល់បាទហើយយើងអាចសាកល្បងប្រើប្រាស់ខ្មែរ keyboard នៅលើកុំព្យូទ័ររបស់យើងបានហើយអូខេអរគុណអញ្ចឹងយើងជួបគ្នាវីដេអូក្រោយទៀតបាយបាយ